ក្នុងខ្នងផ្សារបងប្អូនប្រកាសជាធ្លាប់ឮហើយមែនទេប៉ុន្តែមានបងប្អូនមួយចំនួនដែលអត់ទាន់បានទៅដល់ទេហើយនេះគឺជាវីដេអូដែលពួកយើងធ្វើដំណើរទៅក្នុងខ្នងផ្សាររយៈពេល2ទៅ3ថ្ងៃយើងចេញដំណើរនេះគឺនៅម៉ោង 8:50 នាទីព្រឹកតាមតោមួយទៀតឡើយគេលុះអាប់ឡើយល្អហើយទៅឃើញតាអីតែមកដាក់ភូមិនៅនឹងហ្មងរវល់តែមើលផ្លូវពិបាកបងប្អូនកុំភ្លេចមើលទេសភាពតាមផ្លូវផងខែដែលពួកខ្ញុំទៅហ្នឹងខែ5ហ្នឹងគឺពេញស្អាតមែនតើដើមឈើរុក្ខជាតិតាមផ្លូវហ្នឹងវាចាប់ផ្ដើមបៃតងដោយសារតែផ្លូវលាក់ខ្លាំងចឹងបងប្អូនប្រយ័ត្នជួសនេះជួសនោះដោយពួកខ្ញុំអាសាមើលក្រោយផងបន្ទាប់ពីជិះគោយន្តអស់រយៈពេលជាង1ម៉ោងថា1ម៉ោងចុះដោយសារតែពួកខ្ញុំមកដល់នេះប្រហែលជាម៉ោង 9:50 នាទីជាងអញ្ចឹងព្រោះរយៈពេល1ម៉ោងពួកយើងចាប់ផ្ដើមរៀបចំដើរឡើងតែម្ដងបងប្អូនមានឃើញចាប់អារម្មណ៍មានអាស័យដែលបងសហគមន៍យើងទៅប្រឈើនឹងអត់ខ្ញុំគិតថាបងប្អូនគួរតែយកឬក៏ជាវគាត់ម្នាក់មួយទៅគាត់លក់មួយដើមតែ500ទេកាលពួកខ្ញុំទៅហ្នឹងឈប់ខ្លះដើរខ្លះណាព្រោះពួកខ្ញុំអត់បខំដែរហើយបងប្អូនបើមានផ្លិតដូចមិត្តភ័ក្ដិខ្ញុំនោះម្នាក់មួយទៅល្អដោយសារយើងឈប់សម្ភារៈចឹងទៅពេលខ្លះខ្យល់វាអត់គ្រប់គ្រាន់ទេយើងហត់ខ្លាំងអញ្ចឹងបើយើងមានចុកខ្លួនមួយទៅយើងឈប់យើងបក់ទៅខាងហ្នឹងយើងស្រួលខ្លួនឯងណាមិនមែនភ្នំខ្នងផ្សារទេភ្នំត្បែងហើយយើងបន្តដំណើរទៅមុខទៀតហើយភ្លេចប្រាប់បងប្អូនកាតាបដែលខ្ញុំស្ពីហ្នឹងទម្ងន់10គីឡូខ្ញុំមកបានថតពេលឡើងជិញទូទៅខ្ញុំស្ពីឲ្យបាន12គីឡូចុះក្រោមបើអីវ៉ាន់ច្រើនទាំងអាយុទាំងអីហ្នឹងទៀតវាចូល10 11អីហើយបងហាក់មកថោស្រីគូនហើយទៅគេឡើងក្នុងផ្សារតែបាយមកហើយក្រោយពីដើរអស់រយៈពេល3ម៉ោងគត់ហ្មងពួកខ្ញុំដើរមកដល់ទីនេះគេហៅខ្នងស្រល់បើបងគាត់ធ្លាប់ទៅខ្នងផ្សារគាត់ដឹងហើយថាមកដល់ខ្នងស្រល់ហ្នឹងដូចជាដល់អញ្ចឹងព្រោះវានៅសល់បន្តិចទៀតតែយើងដល់ហើយពួកខ្ញុំអង្គុយហ្នឹងដាច់ទឹកបងប្អូនអស់ទឹកញ៉ាំមួយដាក់ទឹកមកគាត់ថាល្មមប៉ុន្តែរៀងស្ទើរប៉ុន្តែអត់អីដែរដោយសារពួកយើងមកដល់ហើយនេះគឺជាផ្លូវបែកទៅកន្លែងដែលពួកខ្ញុំចំណាំបោះតង់ដោយសារតែពួកខ្ញុំអត់ដែលទៅបោះមិនដែលទេធ្លាប់តែម្ដងដែរទៅបោះនៅម្ដុំបន្ទប់ទឹកនៅចិត្តខ្នងសភៅបងអញ្ចឹងពួកខ្ញុំអត់ទៅខាងហ្នឹងទេពួកខ្ញុំចូលចិត្តមកខាងខ្នងកំភ្លើងវិញចាំមើលមានទៅមុខទៀតមានទេសភាពទៅដល់ខាងនោះហើយដោយសារតែទៅខាងនោះរៀងស្ងប់ស្ងាត់ជាងពួកខ្ញុំរៀងចូលចិត្តនៅ view នៅ vibe ខាងនោះជាងអញ្ចឹងណាហើយនេះពួកយើងមកដល់ទីតាំងដែលពួកខ្ញុំចង់បោះតង់ហើយ
ខាងក្រោមនេះពួកខ្ញុំធ្លាប់បោះម្ដងប៉ុន្តែឥឡូវពួកខ្ញុំចង់ដូរទៅខាងលើវិញម្ដងដោយសារខាងលើក៏តំណងដែរអញ្ចឹងណាហើយមកដល់ទីតាំងដែលពួកខ្ញុំចង់បោះតង់ហ្នឹងគឺមានតុមួយដែរដែលបងសហគមន៍គាត់ធ្វើឲ្យអញ្ចឹងនៅហ្នឹងក៏អាសាមានបងគាត់មកបោះដែរប៉ុន្តែបងខ្លះក៏អត់តន់ស្គាល់មកបែកខាងហ្នឹងទេពីច្រើនគាត់ទៅដូចខ្ញុំនិយាយថាទៅតែម្ដុំខាងបន្ទប់ទឹកដោយសារគាត់ក្បែរបន្ទប់ទឹកស្រួលប្រើស្រួលអីចឹងណាបន្ទាប់ពីដើរលេងជុំវិញនឹងតិចតួចហើយយើងចាប់ផ្ដើមធ្វើម្ហូបបោះតង់ហើយសម្ភារៈយកកម្លាំងពេលយប់អត់មានអីទេមានតែនិយាយគ្នាលេងអញ្ចឹងទៅហើយនេះគូកណាតប្អូនស្រីខ្ញុំចំថ្ងៃនៅលើក្នុងផ្សារហ្មងហើយអត់មានអីឲ្យមានតែឈៀង Happy Birthday ហើយចាំងបើទៅផ្លែតបកកិនពេញហ្នឹងហើយដល់វគ្គយើងនិយាយរឿងក្នុងចិត្តហើយពេលវេលាបោះតង់យើងមានពេលជុំមិត្តភ័ក្តិជុំអ្នកដែលយើងស្រឡាញ់ជុំបងប្អូនបកាត់ភ្លើងហើយយើងនិយាយរឿងក្នុងចិត្តចង់និយាយថាពេលខ្លះមិនរឿងមានប្រយោជន៍ក៏ដោយរឿងអត់ប្រយោជន៍ក៏ដោយយ៉ាងហោចណាស់ក៏យើងបានចំណាយពេលវេលាល្អមួយគ្នាដែរសួស្ដីថ្ងៃថ្មីពួកខ្ញុំខកមកម៉ោង5កន្លះបាត់ហើយទំហំរៀបចំហើយអញ្ចឹងវាឡែតមកសម្រាប់មើលថ្ងៃរះហើយប៉ុន្តែដោយសារតែពួកខ្ញុំអាងធ្លាប់មកហើយធ្លាប់មកមើលហើយអញ្ចឹងក៏តាមតាណាទៅចេះដើរទៅកេងឯងតែបើបងប្អូនដែលអត់ធ្លាប់ទៅឬក៏ចង់ទៅមើលថ្ងៃរះអីតាន់គួរតែខកម៉ោង3ហើយយើងដាក់ស្បៀងដាក់អីទៅញ៉ាំតិចទៅដាក់មីដាក់ហ្គាសទៅដាំអីចឹងណាព្រោះយើងដើរទៅដល់នោះឆ្ងាយគួរសមដែរអញ្ចឹងបើយើងមានអីញ៉ាំទៅដល់នោះយើងញ៉ាំនៅក្នុងហ្មងចាំយើងដាក់បកមកវិញកុំឲ្យឃ្លានទៅមកដល់កន្លែងតង់យើងវិញបានញ៉ាំអញ្ចឹងវាយូរពេកខ្ញុំនិយាយទៅនោះហ្នឹងអត់បានបញ្ជាក់ប្រាប់បងប្អូននេះភ្នំខ្នងផ្សារឡែងប៉យមិញហ្នឹងមិនគេហៅថាខ្នងផ្សារហើយពួកយើងគេងហ្នឹងយើងមិនគេងនៅខ្នងផ្សារតែយើងគេងនៅខ្នងសពៅឬក៏ខ្នងកំភ្លើងបន្ទាប់មកបានទិបភ្លឺបានយើងនាំគ្នាដើរទៅមើលថ្ងៃរះនៅក្នុងផ្សារចឹងពួកយើងអត់អាចទៅគេងនៅក្នុងផ្សារកើតទេក្នុងផ្សារគ្រាន់តែជាកន្លែងដែលយើងមើលថ្ងៃរះមើលចលងមើលទេសភាពណាហើយនេះអត់ដល់ទីតាំងហើយប៉ុន្តែឃើញថ្ងៃរះបាត់ហើយចឹងខកមកមែនតើបើបងចង់ទៅមើលថ្ងៃរះហ្នឹងដូចខ្ញុំបាននិយាយថាខកម៉ោង3ម៉ោង4នេះទៅបើបងគាត់ថាបងដើរលឿនបងទៅម៉ោង4បើថាបងដើរមួយឬក៏ខ្លាចយប់ពិបាកដើរយើងចំណាយពេលដែរព្រោះដោយសារយប់ចឹងណាយើងចាំ7ចាំអីចាំគ្នាចាំអីងើបម៉ោង3ទៅបងហើយថ្ងៃរះស្អាតដូចតែគ្នាទេបងពួកខ្ញុំឡែតក៏គាត់ថាស្អាតដែរអត់ស្ដាយក្រោយទេបាយមុខហ្នឹងអូខេហើយនេះពួកយើងមកដល់ទីតាំងហើយនេះមិនហៅខ្នងផ្សារបងប្អូនមើលពីលើទៅឃើញថ្ងៃរះឃើញអាប់ឃើញពពកឃើញចលងភ្នំខ្សែភ្នំជាជួរដូចទឹកកឡោកចឹងណាស្អាតមែនតើហើយពួកយើងនាំគ្នាថតរូបអីបន្តិចទៅដោយសារពួកខ្ញុំមកវារៀងជ្រុលមកអញ្ចឹងថតបានបន្តិចក្តៅហើយអញ្ចឹងបងខ្លះក៏គាត់ទៅវិញហើយពួកគាត់មកថតតាំងពីព្រលឹមអញ្ចឹងគាត់ទៅវិញហើយបានពួកខ្ញុំមកដល់ដងហៅ
ហត់វាយើងដើរវារត់ចង់ទៅវិញនេះវាហត់មកទៅវាបោកមកហោម្ចាស់ បន្ទាប់ពីថតអស់ចិត្តហើយពួកយើងក៏ធ្វើដំណើរត្រឡប់មកវិញហើយពួកយើងខ្លះក៏ធ្វើខ្លែងបរោះលេងខ្លះក៏ចាប់ផ្ដើមដាំបាយធ្វើម្ហូបអីចឹងទៅ Rất bao nè. À. Chỉ có cái đã như thiệt à là nó trùng thì នេះម៉ូតូរបស់បងសហគមន៍ហ៎បង ម៉ូតូគាត់លយហ្មងមានផ្លាកលេខហើយមានឆ្នៃខាងមុខខាងក្រោយគឺផ្នែកធ្វើអំពូលធ្វើអីហើយនេះសកម្មភាពពួកយើងទៅមួយទឹកបងប្អូនខ្លះគាត់ឆ្ងល់ដូចអ្នកដែលធ្លាប់ស្គាល់ខ្ញុំខ្លះគាត់ឆ្ងល់ដែរថាខ្ញុំទៅគេងនៅនឹងឆ្ងាយពីតុកទឹកចឹងធ្វើម៉េចបើមួយទឹកមួយអីទៅមួយនៅក្លុកគៀននឹងបងដោយសារពីមុនពេលពួកខ្ញុំទៅលើកដំបូងវាខែភ្លៀងខែពេញភ្លៀងអញ្ចឹងនៅអាកន្លែងអូគៀនហ្នឹងសិតតែទឹកហ្មងយើងស្រួលទេទៅដល់ត្រាំក្នុងនឹងងូតក្នុងនឹងអញ្ចឹងណាប៉ុន្តែដល់ខែ5នេះវាទឹកវារៀងតិចដែរអញ្ចឹងតើតែយកអីទៅដួសហើយងូតនៅនឹងងូតទឹកហើយមេចាប់ផ្ដើមភ្លៀងល្មមបើដឹងអញ្ចឹងចាំមួយទឹកភ្លៀងបានប៉ុន្តែមេឃពេលហ្នឹងគឺពេញស្អាតមែនតែនហ្មងពេលពងភ្លៀងខ្យល់តិចហ្នឹងប៉ុន្តែពេលនេះពងលឹមឡើយណាអញ្ចឹងនៅឃើញស្អាតទេចាំមើលទៅទឹកភ្លៀងខ្លាំងតិចទៀតចាប់ផ្ដើមនងគ្នាសួយស្វាហើតង់អី Đây nè. Bắt thôi. Bắt chạy. Đây là bóng màn khơi tê phiên là cái lạnh của những kênh cứ xa mình tèn với phliếng mình tật thẻ tật hồ anh màu trắng ấy tàu bì rèn hết tự nhiên chắc là làm người thua mà hồ hay miên mòn hay mòn ní cái nhóm tình bong bong xã cùng để mà tô bong mình để nhóm thò đó nhưng cầm mòn quạt méo miên qua ấy cầm mòn quạt ban tặng ở bong chẳng cầm mòn chỉ phê chẹ chẳng cầm mòn chỉ tắc sót đi coi chỉ mòn chỉ ấy các bạn này mong hay bây giờ ở trong phước luôn ai tế nhưng ai có chui thưa áo các bạn này Ai chú ông ngồi ở đây?
cái con thôi. đâu cái coi cao con này mới kho đã chôn bạn nó đã chôn không mấy cái đập kho bạn này ở đây anh mình về chào máy con thế cho anh ta tan Hai khơi phơi trắng ta lỡ là bọn to bị giặt hơi bên nẹt khai tiếc anh đang chụp đài để xa tập bề phơi trắng đang tại chạy màu hay mùi hay nẹt khai hợp tàn chụp nhật dân kì bên nẹt ọt khai để ọt sợ ấy tì anh dây lý nè bà thời chụp vậy tiện với min mùi bề mày phơi mẹ lòng cho thôi tranh mà nó ở Nam chơi nào